សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះ menu សម្រាប់ចងគ្រឿងផ្សំដើម្បីធ្វើការបង្កើតឈ្មោះ menu បានជាដំបូងលោកអ្នកត្រូវចូលទៅកាន់ module menu management ជ្រើសរើស menu item បន្ទាប់មកចុចទៅលើប៊ូតុង create ដើម្បីធ្វើការបង្កើត menu ថ្មីសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងនោះកម្មវិធីនឹងធ្វើការបង្កើតលេខកូដជូននិងស្វ័យប្រវត្តិធ្វើការបំពេញឈ្មោះ menu របស់លោកអ្នកនៅក្នុងប្រអប់ menu nameលោកអ្នកអាចធ្វើការបំពេញឈ្មោះ menu របស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language ហើយលោកអ្នកក៏អាចធ្វើការបំពេញឈ្មោះ menu របស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ other language ដើម្បីបញ្ជូនទៅកាន់ផ្នែកចង្ក្រានសូមធ្វើការជ្រើសរើស menu Thai ជាប្រភេទ food សម្រាប់ប្រភេទអាហារ drink សម្រាប់ប្រភេទភេសជ្ជៈបន្ទាប់មកសូមធ្វើការជ្រើសរើស menu item option ជា ingredient សម្រាប់មុខម្នួយដែលចងគ្រឿងផ្សំរើសក្រុម menu ណាមួយសម្រាប់មុខម្ហូបដែលលោកអ្នកបង្កើតកំណត់ក្រុម printer សម្រាប់បញ្ជូនទៅកាន់ផ្នែកចង្ក្រាននៅពេលដែលធ្វើការកម្មង់នៅក្នុងប្រអប់ kitchen ធ្វើការដក tick display ប្រសិនបើលោកអ្នកមិនចង់បង្ហាញមុខម្នួយណាមួយទៅកាន់ផ្នែក POS tick new នៅលើមុខម្នួយណាមួយដែលលោកអ្នកចង់កំណត់ជាប្រភេទ menu ថ្មីសូមធ្វើការចុចត្រង់នេះដើម្បីធ្វើការជ្រើសរើសរូបភាពសម្រាប់មុខម្នួយរបស់លោកអ្នកធ្វើការបំពេញព័ត៌មានផ្សេងទៀតសម្រាប់ menu លក់ចេញរបស់លោកអ្នកដែលមានដូចជាຂະຫນាតសម្រាប់លក់ចេញប្រភេទនៃការគណនាពន្ធនិងតម្លៃលក់ចេញលោកអ្នកអាចកំណត់បន្ថែមជម្រើសផ្សេងទៀតនៅផ្នែក Special Request ដោយចុចទៅលើប៊ូតុង Add រួចធ្វើការជ្រើសរើសជម្រើសដែលបានបង្កើតរួចឬលោកអ្នកអាចធ្វើការបង្កើតជម្រើសបន្ថែមថ្មីផ្សេងទៀតដោយចុចទៅលើប៊ូតុង Create ចុចប៊ូតុង Add នៅផ្នែក Ingredient ដើម្បីធ្វើការរើសគ្រឿងផ្សំដែលត្រូវប្រើនៅក្នុង menuធ្វើការកំណត់ຂະຫນាតនិងចំនួនបរិមាណនៃគ្រឿងផ្សំនីមួយៗដែលលោកអ្នកត្រូវចាំបាច់ប្រើនៅក្នុងមុខម្ហូបនោះកម្មវិធីនឹងធ្វើការដកគ្រឿងផ្សំទាំងនោះពីស្តុកដោយស្វ័យប្រវត្តិទៅតាមបរិមាណដែលលោកអ្នកបានកំណត់រាល់ពេលដែលមុខម្ហូបនោះត្រូវបានលក់ចេញលោកអ្នកអាចធ្វើការកំណត់ឈ្មោះសាខាដែលត្រូវប្រើជាមួយនឹង menu ដោយចុចទៅលើប៊ូតុង Add រួចជ្រើសរើសឈ្មោះសាខាក្រោយពីពិនិត្យព័ត៌មានរួចសូមចុចទៅលើប៊ូតុង Save គឺជាការស្រេច